ព្រាមងប្រមាសំដៅទៅស្រុកផ្លូវតារៀនប៉ុន្តែក៏ផ្លូវបំបីមួយគាត់រំលែងផ្លូវជាទៅតាមផ្លូវទៅស្រុកពីជ័យជាអភិមន័យព្រះបាទស្រីសញ្ជ័យជួនជាព្រះចក្រីទ្រង់ទាត់ប្រណិតទៅបានឃើញព្រាមចាត់ក្រមាមងព្រាមចាត់នឹងក្មេងៗតាពីចូលមកប្រាប់ទូលតាមកាពិតទៅពួកអមាត្យមន្ត្រីដែលបានតាមសេចក្តីថ្លែងការណ៍របស់តាជជុលើកបន្ត្រាបន្ត្រៃឲ្យទៅជាទានហើយចាយជលីជាព្រះរាជបុត្រទ្រង់មួយពាក្យដោះសារដូចជាវិជាធិរៈសម្តែងរដ្ឋអោបភ្នំព្រះសុមេរុទ្រង់មានព្រះរាជហឫទ័យត្រេកអរណាស់ទើបទ្រង់លូកព្រះរាជ1000កម្លាំងលូកព្រះនាងក្រឹស្នាមាន1000កម្លាំងដែលហើយនឹងវត្ថុផ្សេងទៀតមានភាសាទីស័យគោលប្របីជាដើម100មួយមុខតាមតម្លៃដែលព្រះវេស្សន្តរបានកាត់ថ្លៃបន្ទាប់ពីនោះមកព្រះបាទស្រីសញ្ជ័យត្រាស់បង្គាប់ឲ្យពួកញាតិញារៀបចំគឺវិធីបុណ្យរបស់មួយកន្លែងសាសនាពុទ្ធរូបមានចាក់មួយត្រីអរព្រះជារាមតោជារាមតានឹងមួយព្រះជារង្វាន់ហើយដោយសារគាត់អត់ជាមកគ្រូថៃនៅក្នុងវិបានគាត់ក៏មកសង្ខាក្នុងលោកដែលអស់ការអស្ចារ្យជាលីបានការពុទ្ធពររារាសេចក្តីទុកលំបាកនៃព្រះជារាមពុទ្ធដល់ថ្ងៃជាអំពីព្រះថ្ងៃឈើមើលឈើជានិច្ចតើព្រះបាទស្រីសេចក្តីថាព្រះអង្គនឹងចេញទៅក្នុងទិរីមង្គលដើម្បីអញ្ជើញព្រះបាទព្រះអង្គនឹងមានផុសតីនៅបារីជមោសានវងលើកចាក់តុរងសេនាចេញទៅក្នុងទិរីមង្គលមានចៅជលីជាមគ្គទេពទី12ទី11ក៏រងចាំតាមបាននៅកាលទី12បន្តសូមអនុមោទនាសូមរតនានិមន្តសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈខ្ញុំបកណាអាត្មាភាពនឹងអាននៅមហាវេស្សន្តរជាតិដកកាន់ទី12គឺកាន់ឆក្ស័តបន្តពីកាន់ទី11ចតុកៈសេនាចតុរកៈសេនាព្រមទាំងអាមាត្យចាំមុខក្បួនដង្ហែនៃព្រះបាទអយ្យកាឯព្រះពោធិសត្វទ្រង់បានឮសូរស័ព្ទក្រឹកកងរំពងនៃសម្រាប់ព្រះអង្គគឺព្រះអង្គចាប់ព្រះហស្ថព្រះនាងមន្ត្រីឡើងទៅលើកំពូលភ្នំគិរីបុត្រព្រះនាងមន្ត្រីទូលរំលឹកព្រះអង្គកុំឲ្យខ្លាច